បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះខ្ញុំបាទតាចបៃអ្នកចំការនឹងឲ្យមកចេញថ្នាំតាមសំណុំពរបងប្អូនយើងដែលគាត់នៅខាងខេត្តតាកែវគាត់សំណុំពរឲ្យខ្ញុំបង្ហាញថ្នាំបាត់ឈឺចង្កេះគាត់ថាមានឪពុកគាត់ឈឺចង្កេះដេកអត់បានដេកយំរាល់យប់បាទគាត់ឈឺពេកគាត់ថាឈឺចង្កេះខ្លាំងឈឺពួរច្រឡកឆ្អឹងខ្នងពីក្រោយនឹងខ្លាំងណាស់ហើយជាពិសេសគាត់ថាលីងចង្កេះនឹងដេកអត់បានទេចឹងគាត់សុំខ្ញុំជួយបង្ហាញថ្នាំបាត់ឈឺចង្កេះនឹងឲ្យគាត់បានរੂហូបផងចឹងខ្ញុំក៏ប្រាប់គាត់ថារងចាំសិនទៅចាំខ្ញុំរកធ្វើជាវីដេអូបង្ហាញចឹងនេះពុកម៉ែបងប្អូននេះជាថ្នាំបាត់ឈឺចង្កេះហើយណាពុកម៉ែបងប្អូនប៉ុន្តែមុននឹងរាយរាប់ជូនបងប្អូនសូមបងប្អូនកុំភ្លេចជួយចុច follow នៅលើ page ខ្ញុំណាពុកម៉ែបងប្អូននិងសម្រាប់បងប្អូនណាដែលមិនទាន់បាន follow ទេបាទបងប្អូនណាដែលមិនទាន់បាន follow ជួយចុច follow ម្នាក់មួយទៅហើយមួយទៀតបងប្អូន share ផងបាទ share ដើម្បីទុកជាចំណេះដឹងចែកចំណេះដឹងតគ្នាបាទនេះជាថ្នាំបុរាណខ្មែរយើងពុកម៉ែបងប្អូនបាត់ការឈឺចង្កេះបាទបកកែស័ក្តិសិទ្ធិណាពុកម៉ែបងប្អូនទទួលបានផល 100% ហ្មងបាទអញ្ចឹងពុកម៉ែបងប្អូនមកស្គាល់មុខទី1បាទមុខទី1នេះគឺមើមតថុកពុកម៉ែបងប្អូនណាមើលទៅចង់ស្តៀងបើមដេងមើមខ្ញីមើមសគូអីចឹងណាបាទចង់ស្តៀងសគូស្តៀងខ្ញីបាទអាហ្នឹងមើមតថុកនេះខ្ញុំដកទាំងដើមស្លឹកឲ្យបងប្អូនមើលឲ្យលោកបងប្អូនថាមិនមែនតថុកចឹងណាបាទនេះគឺតថុកហើយចឹងទី1មើមតថុកពុកម៉ែបងប្អូនចាំចឹងទៅយកមកកច្រាំហាលឲ្យស្ងួតមើមតថុកណាបាទលាងទឹកឲ្យស្អាតកច្រាំហាលឲ្យស្ងួតនឹងទី1ទី2វល្លិប្រេងបាទនេះគឺវល្លិប្រេងពុកម៉ែបងប្អូនណាបាទចំណាំទៅបាទខ្ញុំយកស្លឹកមកទៀតដើម្បីឲ្យបងប្អូនចំណាំថាកលុំមិនមែនវល្លិប្រេងអីចឹងណាបាទនេះគឺស្លឹកវល្លិប្រេងហើយបាទចឹងទី2វល្លិប្រេងពុកម៉ែបងប្អូនចំណាំចឹងទៅទីឯទី3គល់ស្លឹកគ្រៃតូចប្រប៉ុនកូនដៃឬប៉ុនម្រាមដៃនឹង3គល់បាទរីឯទី4បាទគឺគ្រាប់ឈូករត់ពុកម៉ែបងប្អូនណាបាទយើងមានអាដាំខ្លួនឯងមកផ្ទះរត់តែល្អបើមានទេអាឈូករត់គេលក់ក្នុងផ្សារមកកញ្ចប់ 2000 3000ហ្នឹងយកមកហើយអញ្ចឹងខ្ញុំប្រាប់ពីវិធីធ្វើណាបាទប្រាប់ពីវិធីធ្វើតើគេធ្វើរបៀបម៉េចអញ្ចឹងពុកម៉ែបងប្អូនមើលតថុកនេះយើងក៏ច្រាំហាលឲ្យស្ងួតពេលស្ងួតកាលណាបានហើយយើងចាប់យកមកក្តាប់កុំឲ្យដល់ផាសទេណាប៉ុណ្្នឹងទៅបាទកុំឲ្យទូចពេកទេដល់ក្តាប់ចេះទូចចិត្តចេះវាទូចពេកវាតិចថ្នាំតិចប្រហែលប៉ុណ្្នឹងអញ្ចឹងទៅណាបាទអញ្ចឹងមើលតថុកក្តាប់ប៉ុណ្្នឹងមកហើយវល្លិប្រេងច្រាំហាលស្ងួតក្តាប់ប៉ុណ្្នឹងដូចគ្នាណាបាទប៉ុណ្្នឹងដូចគ្នារីឯគល់សក្រីនេះ3គល់តូចប៉ុនកូនដៃក៏បានប៉ុនម្រាមដៃក៏បាន3គល់បាទរីឯគ្រាប់ឈូករត់នេះមកក្តាប់ដូចគ្នាណាមកក្តាប់ដូចគ្នាហើយបញ្ជាក់គ្រាប់ឈូករត់នេះយកមកបុកវាឲ្យបែកអស់ណាបាទកុំឲ្យតែវាម៉ត់ពេកបានហើយឬក៏កុំឲ្យវានៅទាំងមូលបាទបុកវាបែកទៅបាទគ្រាប់ឈូករត់មកក្តាប់ហើយគល់ក្រេដំឲ្យបែកទៅដាក់ចូលគ្នាប្រើជាមួយនឹងទឹក2លីត្រពុកម៉ែបងប្អូនធ្វើម៉េចឲ្យសុក្រិតណា2លីត្របាទដាំឲ្យពុះមិនបាច់គិតប្រមាណម៉ោងទេហើយក៏មិនមែនទឹក3ទឹក1ទេដែរពុកម៉ែបងប្អូនដាំឲ្យស្មានមើលក្នុងចិត្តយើងថាអាចថាថ្នាំវាចេញបានល្អហើយតែប៉ុណ្្នឹងពុកម៉ែបងប្អូនលើកចុះទៅបាទទុកឲ្យត្រជាក់ហើយពិសាមិនបាច់គិតមួយថ្ងៃប្រមាណដងទេពុកម៉ែបងប្អូនចេះតែហូបទៅបើវាអត់ធ្វើទុកយើងអត់ចាញ់ថ្នាំអញ្ចឹងយើងចេះតែហូបទៅពុកម៉ែបងប្អូនហូបប្រចាំថ្ងៃព្យាយាមហូបទៅវានឹងបាត់ឈឺចង្កេះចាប់ពី3ល្ងាចឡើងទៅអាការៈឈឺចង្កេះនឹងបាត់ថយចុះរហូតដល់ជាសះស្បើយតែម្ដងនឹងអ្នកឈឺចង្កេះដល់ថ្នាក់ដេកយំបងប្អូនបកកែស័ក្តិសិទ្ធិណាស់ 100% តែម្ដងអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ share បាទចែកគ្នាដឹងផងនេះជាឱសថបុរាណខ្មែរយើងហើយណាបាទដែលលោកមកសល់ទុកឲ្យមកនឹងឲ្យកុំភ្លេច share ចែកប្រាប់គ្នាចេះចែកគ្នាដឹងបាទអរគុណច្រើនពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមគោរពជូនពរពុកម៉ែបងប្អូនបានក្តីសុខក្តីចម្រើនរស់ស៊ីមានបាននិងអាយុវែងពុកម៉ែបងប្អូនណាបាទអរគុណច្រើនបាទ